ធ្លាប់តែឃើញគេស្លការីសាច់ទាការីសាច់មាន់ការីសាច់ជ្រូកកាថ្ងៃនេះអ្នកខ្ញុំមកស្លការីក្រុមឲ្យបងប្អូនសាកល្បងធ្វើញ៉ាំទាំងអស់គ្នាម្ដងណារសជាតិវាឆ្ងាញ់ហើយឡើងប្លែកឡើងខ្ទិះពេញមាត់ត្មងបងប្អូនគឺថារសជាតិវាមិនចាញ់នឹងស្លការីសាច់មាន់ស្លការីសាច់ទាហ្មងទេបងប្អូនអ្នកទាំងអស់គ្នាពេលដែលបានឃើញវីដេអូនេះហើយធានាថាលេបទឹកមាត់តាមអាវីទៀតត្មងគោតំណងខ្លាំងមែនតើនេះសម្លការីក្រុមលាយជាមួយសាច់មាន់មួយមុខនេះបើយើងបានជ្រលក់ជាមួយនំប៉័ងទៀតហើយនឹងបាយអង្ករកូនខ្មែរទៀតរសជាតិវាកាន់តែអែមចំពោះបងប្អូនដែលស្រឡាញ់សុខភាពចង់បានសុខភាពល្អកុំភ្លេចណាជ្រើសរើសយកអង្ករកូនខ្មែរមិនត្រឹមតែប៉ុណ្ណេះទេបងប្អូនទិញអង្ករកូនខ្មែរជួយដល់កសិករខ្មែរតងតាមលេខទូរស័ព្ទឬ Telegram ដែលនាងខ្ញុំដាក់ខាងលើនឹងសាខាខាងទឹកខ្មៅងាកមកមើលគ្រឿងផ្សំស្លការីមានដូចជាក្រុម1គីឡូសាច់មាន់1គីឡូឈាមមាន់កន្លះគីឡូប្រហុកចិញ្ច្រាំហើយរួមផ្សំទាំងកាពិគ្រឿងគល់ស្លឹកគ្រៃបុកហើយរួមផ្សំទាំងខ្ទឹមក្រហមខ្ទឹមសម្ទេសផ្លោកចិញ្ច្រាំសាតេគ្រឿងការីទឹកដោះគោខាប់ខ្ទិះដូងយកខ្ទិះដើមនិងខ្ទិះចុងចំនួនកន្លះគីឡូដុំស៊ុបចំនួន2ដុំបន្លែមានត្រប់មានការ៉ុតមានតឡូងបារាំងខ្ទឹមបារាំងរួមផ្សំទាំងសណ្តែកគួរផងដែរចាបងប្អូនចំពោះបន្លែយើងមិនបាច់ចាំដាក់ច្រើនពេកក៏បានដែរចាគ្រឿងផ្សំយើងបានផ្សំរួចជាការស្រេចនាងខ្ញុំចាប់ផ្ដើមទុកគ្រឿងផ្សំមួយឡែកចាប់ផ្ដើមដាក់ឆ្នាំងឡើងចាក់ប្រេងឆាចូលឲ្យក្តៅបន្តិចទៅចាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមយើងកូរលីងកូរបំពងវាឲ្យក្លិនឈ្ងុយឲ្យក្រហមបន្តិចទៅណាបងប្អូនចាចំពោះស្លការីក្រុមលាយសាច់មាន់ហ្នឹងគឺយើងស្លដូចការីទូទៅអញ្ចឹងចាពេលដែលកូរខ្ទឹមយើងឈ្ងុយហើយយើងក៏ថែមជាមួយនឹងម្ទេសផ្លោកដែលយើងចិញ្ច្រាំហើយហ្នឹងយើងកូរម្ទេសផ្លោកហ្នឹងឲ្យវាឈ្ងុយឲ្យវាឡើងក្រហមបន្តិចទៅដើម្បីឲ្យស្លការីយើងវាមានសម្រស់ក្រហមទៅតំណងពេលដែលកូរម្ទេសក្រហមហើយយើងបន្ថែមជាមួយនឹងប្រហុកយើងលីងប្រហុកឲ្យវាឈ្ងុយប្រហុកបន្តិចទៅក៏បន្ថែមជាមួយនឹងកាពិចូលលីងជាមួយកាពិនិងប្រហុកឲ្យចូលគ្នាឲ្យក្លិនឈ្ងុយឈ្ងប់បន្តិចទៅណាចាពេលដែលយើងកូរលីងប្រហុកហើយនឹងកាពិចូលគ្នាឈ្ងុយហើយយើងបន្ថែមជាមួយគ្រឿងបុកមានគល់ក្រីម្ដេងលឹកក្សោយដែលយើងបុកហើយហ្នឹងយើងបន្ថែមចូលទៅយើងកូរវាបន្តិចបន្ថែមជាមួយនឹងខ្ទិះដើមចូលចាក់ជាមួយនឹងសាតេហើយនឹងគ្រឿងការីចូលបន្ថែមនេះខ្ញុំប្រើគ្រឿងការីចំនួន2កញ្ចប់បងប្អូនចាពេលដែលចាក់គ្រឿងការីហើយយើងចាប់ផ្ដើមកូរវាឲ្យចេញជាតិឈ្ងុយចេញខ្លាញ់ចេញប្រេងបន្តិចទៅណាចាពេលដែលគ្រឿងយើងចេញឈ្ងុយខ្លាញ់ប្រេងនឹងមកហើយយើងបន្ថែមជាមួយនឹងសាច់មាន់ចូលហើយយើងក៏បន្តការកូរត្រឡប់វាឲ្យញឹកតិចទៅកុំឲ្យវាខ្លោចបានចាហើយយើងក៏បន្ថែមជាមួយនឹងសាច់ក្រុមតាមក្រោយយើងក៏កូរច្បល់វាជាមួយនឹងសាច់មាន់ហើយនឹងគ្រឿងហើយនឹងសាច់ក្រុមហ្នឹងយើងកូរឲ្យចូលគ្នាទៅណាចាឃើញថាតំណងខ្លះមែនតើបងប្អូនងាយទេសម្លការីសាច់មាន់លាយជាមួយនឹងក្រុមគឺយើងស្លទូទៅដូចការីទូទៅអញ្ចឹងបន្ថែមជាមួយទឹកត្រីបោះដុំស៊ុបចូលប៊ីចេង1ស្លាបព្រារ៉ូឌី1ស្លាបព្រាយើងថែមជាមួយនឹងស្ករត្នោតចាយើងកុំប្រើស្ករសដាក់ស្ករត្នោតទៅវាឈ្ងុយចាយើងក៏ចាប់ផ្ដើមកូរច្បល់ឲ្យវាចូលគ្រឿងមកសទុះទៅចាកូរឲ្យញាប់តិចទៅណាបងប្អូនកូរឲ្យដល់បាតទៅកុំឲ្យវាខ្លោចបាតផងកូរវាឲ្យដាច់ទឹកមកសទុះទៅយើងក៏បន្ថែមជាមួយនឹងខ្ទិះចុងចូលបងប្អូនចាក់ខ្ទិះចុងចូលទៅយើងចាប់ផ្ដើមកូរវាឲ្យដល់បាតបន្តិចទៅឃើញថាតំណងខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយមិនត្រឹមតែតំណងទេក្លិនវាឡើងឈ្ងុយចាយើងក៏គ្របកំហបវាមកងាស់វាមកសទុះទៅណាចាពេលដែលយើងមកងាស់ហើយបើកម្របមើលទៅឃើញថាពុះក៏ចូលហើយយើងបន្ថែមជាមួយនឹងទឹកដោះគោខាប់ចូលទៀតចាបងប្អូនហើយយើងក៏បន្ថែមជាមួយនឹងខ្ទិះដូងអាខ្ទិះដើមហ្នឹងយើងដាក់វាទាំងអស់ទៅណាដើម្បីឲ្យវាកាន់តែឈ្ងុយជាមួយនឹងខ្ទិះដើមចាយើងក៏ចាប់ផ្ដើមបន្ថែមជាមួយនឹងបន្លែដូចជាត្លូងបារាំងហើយនឹងការ៉ុតបន្លែណាដែលមិនងាយផុយយើងដាក់មុនគេទៅណាយើងក៏មកងាស់បន្លែដែលយូរផុយហ្នឹងមកសទុះទៅយើងក៏បន្ថែមជាមួយនឹងឈាមចូលចាហើយពេលដែលឈាមយើងដាក់តាមអំពុះទៅបានហើយបងប្អូនយើងក៏បន្ថែមជាមួយនឹងបន្លែមុខផ្សេងដូចជាមានតាមពីធ្វាប់ខ្ទឹមបារាំងសណ្តែកគួរអីហ្នឹងយើងបន្ថែមចូលទៅចាហើយយើងកូរថ្នមទៅបងប្អូនជៀសវាងកុំឲ្យវាបែកឈាមផងព្រោះអីឈាមបើយើងដាក់ទៅយើងហ៊ានតកូរខ្លាំងវាធ្វើឲ្យឈាមនឹងបែកក៏មុខម្ហូបសម្លការីមួយមុខនេះក៏មិនសូវឆ្ងាញ់ដែរចាសម្លការីមួយមុខនេះក៏បានឆ្អិនរួចជាការស្រេចឃើញថាតំណងខ្លាំងមែនទែនបងប្អូនយើងមកងាស់មកអំពុះពីអំពុះឲ្យឆ្អិនបន្លែផុយបន្លែបន្តិចទៅយើងក៏ចាប់ផ្ដើមដួសភ្លក់វាមើលទៅបងប្អូនស្ទើរយើងបន្ថែមជាមួយនឹងទិញទួយទៀតទៅតែចំពោះនាងខ្ញុំភ្លក់ទៅឃើញថារសជាតិវាល្មមនាងខ្ញុំក៏ចាប់ផ្ដើមចាក់វាដាក់ចានឃើញថាតំណងខ្លាំងមែនទែនបងប្អូនតិចទៀតនាងខ្ញុំញ៉ាំញ៉ែមជូនបងប្អូនមើលទៀតទេណាចឹងបងប្អូនបើពេញចិត្តនឹងវីដេអូនេះកុំភ្លេចទុកមើលខែងលង
ไงขอนึกเคยจังย้ำเธอย้ำเต้ก็มอยพลิกปีวิธีเธอพอง แม่จะอันไหนบองปอนนะสโลกรีกลุ่มหันทาตะหนงคลังมันแตนบองปอนหมอยังยำจมวยหนังนมปังเป็นให้มือชิมมั้งเส้นมวนดมอ่ะ